មុខងារឬក៏សារៈប្រយោជន៍នៃសារធាតុម៉ង់ហ្គូសិបដែលយើងប្រើប្រាស់វាទៅលើដំណាំស្រូវក៏ដូចជាដំណាំផ្សេងទៀតសូមចុច Subscribe ឬក៏ពាក្យជាវផងបាទសូមអរគុណថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទបាទការប្រែប្រួលក៏ដូចជាការអត្ថប្រយោជន៍របស់សារធាតុម៉ង់ហ្គូសិបបាទម៉ង់ហ្គូសិបគឺជាសារធាតុមួយយ៉ាងបាទដែលវាទៅការពារក៏ដូចជាគុំក្រងគុំឲ្យរុក្ខជាតិក៏ដូចជាស្រូវឬក៏រុក្ខជាតិដទៃទៀតងាយកើតនៅប្រភេទជំងឺផ្សិតបាទឬក៏ប្រភេទបាក់តេរីជាដើមបាទហើយចំពោះមុខងាររបស់ម៉ង់ហ្គូសិបបាទវាគឺជាស្រទាប់បាទវាបង្កើតស្រទាប់ការពារនៅលើស្លឹកឬក៏ផ្ទៃរុក្ខជាតិទាំងអស់បាទអញ្ចឹងនៅពេលដែលវាបង្កើតស្រទាប់ការពារនៅលើផ្ទៃរុក្ខជាតិទាំងអស់ធ្វើឲ្យការបង្កឡើងដោយផ្សិតដោយស្ពរហ្នឹងគឺវាមានការពិបាកក្នុងការកកើតឡើងបាទអញ្ចឹងធ្វើឲ្យវាមិនងាយនឹងកើតជំងឺបាទបង្កើតទៅជាផ្សិតទេបាទអញ្ចឹងបើសិនជាផ្សិតវាអាចទប់ស្កាត់បានក្នុងលក្ខខណ្ឌមួយដែលសមស្របអញ្ចឹងការកកើតនៃផ្សិតក៏វាកាត់បន្ថយតាមនឹងដែរបាទអញ្ចឹងហើយមួយទៀតគឺបាទវាក៏ជាសារធាតុម្យ៉ាងដែលជួយឲ្យប្រភេទរុក្ខជាតិឬក៏ស្រូវហ្នឹងបាទនៅពេលដែលយើងបាញ់ថ្នាំលាយជាមួយនឹងថ្នាំជំងឺផ្សេងទៀតទៅវាមិនងាយនឹងស៊ាំថ្នាំបាទអញ្ចឹងបើសិនជាយើងបាញ់ទៅលាយជាមួយនឹងម៉ង់ហ្គូសិបទៅវាមិនងាយជាមួយនឹងការស៊ាំថ្នាំទេអញ្ចឹងនៅពេលដែលយើងប្រើថ្នាំអីក៏វាអាចកម្ចាត់បានប្រភេទផ្សិតនេះដែរបាទចំពោះម៉ង់ហ្គូសិបហ្នឹងគឺជាថ្នាំយើងការពារទេបាទយើងមិនអាចព្យាបាលបានទេអញ្ចឹងជាថ្នាំដែលការពារបាទហើយមួយទៀតវាក៏ជាសារធាតុមួយយ៉ាងដែរព្រោះនៅក្នុងសារធាតុម៉ង់ហ្គូសិបហ្នឹងវាមានសារធាតុមួយចំនួនដូចជាម៉ង់កាណេសឬក៏ហើយនឹងសាំងសីដែលជួយសម្រួលហើយជួយដល់ក្នុងការលូតលាស់របស់ដំណាំបាទហើយធ្វើឲ្យដំណាំហ្នឹងមានសុខភាពល្អមានបង្កើននៃភាពស៊ាំនៃអាកាសធាតុក៏ដូចជាជំងឺក៏ដូចជាសត្វល្អិតអីបាទវាបង្កើននូវភាពស៊ាំរបស់ដំណាំផងដែរបាទ